បាទសូមជម្រាបសួរពុកម៉ែបងប្អូនជាកសិករលោកមីទាំងអស់គ្នាបាទហើយសុខទុក្ខយ៉ាងណាដែរបងប្អូនបាទថ្ងៃនេះថ្ងៃទី12ខែ4បងប្អូនឆ្នាំ2025ចិត្តដល់ថ្ងៃចូលឆ្នាំខ្មែរយើងហើយបាទហើយសម្រាប់ពុកម៉ែបងប្អូនបានដាំខ្លះហើយនៅបាទសម្រាប់ខាងខ្ញុំបានដាំខ្លះហើយបងប្អូនបាទសម្រាប់លោកដែលបានដាំហើយគឺពូជ81បងប្អូនពូជ81ដាំនៅថ្ងៃទី12បាទខែ4ឆ្នាំ2025នេះហើយដីប្រហែលជាខ្ទង់2ហិកតាបងប្អូនហើយចង់ជម្រាបជូនពុកម៉ែបងប្អូនដែរបងប្អូនបាទបើសិនជាពុកម៉ែបងប្អូនដែលមិនទាន់បានដាំហើយត្រូវការដើមសម្រាប់ធ្វើពូជបាទខាងខ្ញុំមានដើមល្អបាទសម្រាប់ធ្វើពូជមានពូជ81ហើយនឹងពូជ KM 325បាទឬក៏បងប្អូនខ្លះហៅថាពូជកញ្ឆាបាទសម្រាប់ពូជគឺមានដើមបាទដែលកាប់ហើយក៏មានហើយនឹងដើមដែលមិនទាន់កាប់បាទក៏មានដែរបើសិនជាពុកម៉ែបងប្អូនជាកសិករទាំងអស់ត្រូវការដើមអាចចាក់តងមកខាងខ្ញុំបានបាទខាងខ្ញុំមានដើមបាទដំឡូងល្អតម្លៃធូរថ្លៃបាទហើយខាងខ្ញុំនៅខាងស្រុកអន្លង់វែងបាទខេត្តឧត្តរមានជ័យបាននៅប៉ែកខាងផ្លូវមកសៀមរាបបាទចិត្តអណ្ដូង3ហើយបើសិនជាពុកម៉ែបងប្អូនត្រូវការគឺអាចចាក់តងខាងខ្ញុំតាមឆាតchannel របស់ខ្ញុំបានបងប្អូនបាទហើយដើមល្អបងប្អូនខាងខ្ញុំបានដាំដែរបងប្អូនដាំបាន2ហាត់ខាងខ្ញុំអត់ទាន់ភ្លៀងទេបងប្អូនភ្លៀងតាំងពីវគ្គមុនបាទយូរហើយឥឡូវនេះដាំដីស្ងួតដែរទេសំណើមគឺមានតិចបាទដាំនេះដាំរងចាំទឹកភ្លៀងនេះបងប្អូនបាទបើសិនជាអត់ភ្លៀងមួយអាទិត្យប្រហែលជាអាចចង់យ៉ាប់ដែរបាទពួកដីហុយដែរបងប្អូនដីបាននេះថាសំណើមតិចបងប្អូនបាទវាអត់ទាន់មានភ្លៀងម្ដងទៀតបងប្អូនបាទនេះបងប្អូនដំឡូងខាងខ្ញុំអត់ទាន់បានដកអស់ទេបងប្អូនបាទគឺនៅសល់ជាង6ហាត់ទៀតបាទឥឡូវនេះត្រូវភ្លៀង2មេបងប្អូនដុះស្លឹកឡើងខៀវស្រងាត់តែម្ដងបាទអានេះពូជ81បងប្អូនបើសិនជាបងប្អូនត្រូវការបាទអាចចាក់តងតាមchannel YouTube របស់ខ្ញុំបានបងប្អូនដើមនេះដើមចាស់ល្អបងប្អូនអាយុវាចូលខ្ទង់11ខែបងប្អូនបាទ11ខែចិត្តមកខួបហើយកន្លងនេះដើមវាត្រូវភ្លៀងពីរដងគឺវាចាប់ដើមលាស់តបាទតត្រួយបាទហើយប្រវែងដើមបងប្អូនមានដើមខ្លះក៏រឹងអន់ដើមខ្លះក៏វាល្អបានន័យថាវាល្អភាគច្រើនបើយើងគិតជាប្រវែងកម្ពស់ដើមគឺប្រហែលជាចាប់ពី1ម៉ែត្រកន្លះទៅ2ម៉ែត្របងប្អូនសម្រាប់ពូជ81នេះបាទហើយពូជកញ្ឆាក៏ផាក់បែរគ្នាបងប្អូនមាន2ម៉ែត្រទៅ2ម៉ែត្រកន្លះអីបាទដើមល្អបាទហើយសម្រាប់វីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងបងប្អូនបាទ
ចង់ឲ្យជំរាបជូនពុកម៉ែបងប្អូនថាបើសិនជាពុកម៉ែបងប្អូនត្រូវការដើមមកអាចតាក់ទងមកខ្ញុំបានបងប្អូនអរគុណជួបខ្ញុំនៅវីដេអូក្រោយទៀតបងប្អូនបាទ